សួស្តីអ្នកទាំងអស់គ្នាតើអ្នកមានអារម្មណ៍ថាបរិយាកាសចុងឆ្នាំនេះយ៉ាងណាដែរនៅពេលដែលបុណ្យណូអែលជិតមកដល់ម្នាក់មានភាពមមាញឹកយ៉ាងខ្លាំងរៀបចំកាដូកក់កន្លែងជួបជុំនិងរៀបចំផែនការធ្វើដំណើរប្រសិនបើអ្នកបានបើកកម្មវិធីកក់កន្លែងស្នាក់នៅនាពេលថ្មីនេះអ្នកប្រកាសជាយល់ពីអារម្មណ៍នេះដែលឃើញអក្សរពណ៌ក្រហមសរសេរថាអស់បន្ទប់ឬគ្មានកន្លែងទំនេរនៅគ្រប់ទីកន្លែងដែលអ្នកពេញចិត្តប៉ុន្តែតើចិត្តរបស់យើងមិនស្រដៀងគ្នាទេសមត្ថភាពខាងក្នុងរបស់យើងគឺពោរពេញទៅដោយការព្រួយបារម្ភអំពីការងារប្រាក់កាក់និងភាពតានតឹងក្នុងទំនាក់ទំនងយើងហាក់ដូចជាគ្មានបន្ទប់ទំនេរនៅក្នុងខ្លួនដើម្បីថែរក្សាព្រលឹងរបស់យើងឬដើម្បីទទួលយកអ្វីដែលពិតជាមានតម្លៃនោះទេយើងរស់នៅក្នុងភាពនឿយហត់និងភាពស្អាតដោយបាត់បង់របស់មានតម្លៃជាច្រើនព្រះគម្ពីរលូកា2:6-7រៀបរាប់អំពីដំណើររឿងនៃពិភពលោកដែលគ្មានកន្លែងទំនេរនេះនៅពេលដែលម៉ារ៉ានិងយ៉ូសេបបានទៅដល់ភូមិបេតលេហឹមព្រះគម្ពីរបានកត់ត្រានៅប្រយោគដ៏ខ្លីមួយប៉ុន្តែគួរឲ្យខ្លោចចិត្តថាត្បិតគ្មានកន្លែងទំនេរសម្រាប់លោកទាំងពីរនៅក្នុងផ្ទះសំណាក់ឡើយពាក្យថាផ្ទះសំណាក់នៅទីនេះក្នុងភាសាក្រិកគឺការថែលម៉ែដែលមានន័យថាបន្ទប់សម្រាប់ភ្ញៀវនៅពេលនោះភូមិបេតលេហឹមពោពេញទៅដោយមនុស្សដោយសារការចុះបញ្ជីជំរឿនហើយបន្ទប់ភ្ញៀវនៅតាមផ្ទះនីមួយគឺពេញអស់ហើយជាលទ្ធផលព្រះយេស៊ូវដែលជាស្ដេចនៃសកលលោកមិនត្រូវបានដាក់ឲ្យសម្រាកនៅក្នុងវាំងដ៏ស្កឹមស្កៃឬក្រែទីរកដ៏មានផាសុកភាពនោះទេប៉ុន្តែត្រូវបានដាក់នៅក្នុងស្នុកសត្វដែលជាកន្លែងដាក់ចំណីសត្វពិភពលោកនេះមិនបានផ្ដល់សូម្បីតែបន្ទប់មួយសម្រាប់ព្រះអង្គសង្គ្រោះឡើយប៉ុន្តែបងប្អូនឲ្យនេះមិនមែនជាការចៃដន្យឬជាសំណាងអាក្រក់នោះទេព្រះអង្គសង្គ្រោះដែលបានសន្យាមិនបានយាងមកក្នុងភាពរុងរឿងឡើយប៉ុន្តែព្រះអង្គបានយាងមកកន្លែងដ៏ទាបបំផុតនៃពិភពលោករបស់យើងមកកន្លែងដែលឯកោនិងត្រូវបានគេបោះបង់ចោលបំផុតហេតុអ្វីទៅគឺដើម្បីជួបយើងនិងនៅជាមួយយើងគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងដែលល្អឥតខ្ចោះនោះទេជីវិតរបស់យើងមានភាពតក់ស្លុតយើងធ្វើខុសហើយជួនកាលយើងមានអារម្មណ៍ឯកោនិងនឿយហត់វាហាក់ដូចជាគ្មានជ្រុងទំនេរណាមួយនៅក្នុងចិត្តរបស់យើងឡើយទោះជាយ៉ាងណាក៏ដោយព្រះយេស៊ូវបានយាងមកចំកន្លែងនោះហើយព្រះអង្គបានយាងចូលក្នុងជីវិតដែលដូចជាស្នុកសត្វរបស់យើងចំកន្លែងដែលយើងនិយាយថាគ្មានកន្លែងទំនេរការប្រសូតនេះគឺជាអាថ៌កំបាំងនៃភាពបន្ទាបខ្លួនដែលរៀបចំដោយព្រះជាម្ចាស់មិនឆ្ងាយពីយើងទេព្រះអង្គបានយាងចូលមកក្នុងផ្នែកដ៏ទាបបំផុតនៃពិភពលោករបស់យើងដោយផ្ទាល់ភាពគ្មានបន្ទប់របស់យើងឆ្លុះបញ្ចាំងពីស្ថានភាពនៃព្រលឹងដែលនៅដាច់ឆ្ងាយពីព្រះដោយសារតែបាបព្រះយេស៊ូវបានចាប់ផ្ដើមនៅក្នុងស្នុកសត្វហើយនៅទីបំផុតបានឈានទៅដល់កន្លែងដ៏ឈឺចាប់បំផុតគឺឈើឆ្កាងនៅទីនោះព្រះអង្គបានរែកបន្ទុកបាបភាពឈឺចាប់និងភាពស្អាតទាំងអស់របស់យើងព្រះអង្គបានសុគតនិងមានប្រជញ្ញរស់ឡើងវិញដើម្បីបើកផ្លូវទៅកាន់ជីវិតអស់កលឹបជានិច្ចរាប់យើងព្រះយេស៊ូវមិនមែនយាងមកតែក្នុងចិត្តដែលស្អាតស្អំនិងល្អឥតខ្ចោះដូចសន្តាគារផ្កាយ5នោះទេផ្ទុយទៅវិញព្រះអង្គចង់យាងចូលក្នុងទិដ្ឋភាពនៃជីវិតរបស់យើងទោះបីជាវាមើលទៅទាបឬញ៉ៃញ៉ៃដូចស្នុកសត្វនោះក៏ដោយតើនៅលើក្តារខៀននៃចិត្តរបស់អ្នកឥឡូវនេះសរសេរអ្វីខ្លះតើនៅតែពេញហាមចូលឬយ៉ាងណាដំណឹងល្អមិនមានភាពស្មុគស្មាញឡើយវាគឺជាការបញ្ឈប់ជីវិតដ៏មមាញឹកមួយផ្លែតហើយប្រគល់មជ្ឈមណ្ឌលនៃចិត្តទៅឲ្យព្រះអង្គដោយសារភាពថាព្រះម្ចាស់ឲ្យចិត្តទូបង្គំមានភាពទាបនិងរញ៉េញ៉ៃដូចស្នុកសត្វប៉ុន្តែទូបង្គំត្រូវការព្រះអង្គសូមយាងចូលមកហើយធ្វើជាម្ចាស់លើជីវិតទូបង្គំផងនៅពេលដែលយើងបើកទ្វារចិត្តជីវិតដែលធ្លាប់តែត្រជាក់និងងឹតក៏ចាប់ផ្ដើមពោពេញទៅដោយពន្លឺដ៏កក់ក្ដៅនិងសន្តិភាពដែលពិភពលោកមិនអាចផ្ដល់ឲ្យបាននោះហើយគឺជាការដូរបុណ្យណូអែលដ៏ពិតប្រាកដដែលព្រះជាម្ចាស់ចង់ផ្ដល់ជូនអ្នកផ្ទាល់